ឆ្នាំហើយបន្ទាប់ពី COVID ដែលខានមកលេងក្រុងប៉ោយប៉ែតនេះអញ្ចឹងឥឡូវមកទស្សនាវីដេអូពេញមួយថ្ងៃរបស់ខ្ញុំទាំងអស់គ្នាថាមានអ្វីខ្លះដូចតែធ្លាប់ដឹងអញ្ចឹងបើទៅខេត្តណាឆ្ងាយពីច្រើនគឺខ្ញុំធ្វើដំណើរតាមឡានជើងពេលយប់និងទៅដល់គោលដៅពេលព្រឹកគឺចំណេញពេលច្រើនអ្នកទាំងអស់គ្នាអញ្ចឹងមកដល់បេនឡានព្រាមគឺអត់មានអីច្រើនទេការវារៀបចំឲ្យបានហើយយកទៅផ្ញើនៅកន្លែងស្នាក់នៅដែលសារយើងអត់ទាន់ដល់ម៉ោង check in ហើយបន្ទាប់មកបានចេញទៅរកអីញ៉ាំវិញតែធ្វើខ្លួនឯងហ្នឹងដូចដើរនៅ pub sim អញ្ចឹងសូត្រទៅដើរតាមផ្លូវមើលទេសភាពដើរតាំងពីកន្លែងវាយ passport ទៅដល់ផ្សារ Big C មិនចិត្តណាហើយដើរនោះអ្នកទាំងអស់គ្នាមានចាប់អារម្មណ៍អីអត់មើលឥឡូវដើរមកដល់ផ្សារគេហើយតែអត់ស្គាល់ឈ្មោះផ្សារគេទេគាត់ចាំថាធ្លាប់មកកាលមុនហើយចូលមកដល់បន្ទាប់ពីដើរមើលអស់មួយជុំផ្សារគេទៅក៏សម្រេចចិត្តថាយកកាទៀវសាច់ទាមាន់ថាលេងអ្នកអត់គ្នាគឺយកកាទៀវសាច់មាន់ធម្មតាអត់មានទាទេសំខាន់ដូចមនុស្សចម្លែកអញ្ចឹងដើរចូលផ្សារគេភ្លាមគឺតាមមើលគ្រប់គ្នាអញ្ចឹងពេលញ៉ាំហើយក៏ឈៀងចូលទៅក្នុងផ្សារ Big C គេបន្តិចព្រោះដល់ម៉ោងគេបើកដែរតែពេលចូលទៅហ្នឹងគឺភ្លេចថតហើយពេលចេញមកវិញក៏ជិះទៅបើកសម្ភារៈកម្មវិធីរត់ដូចដែលឃើញនៅវីដេអូមុនអញ្ចឹងហើយជិះប្រហែលជា20នាទីជាងអីក៏ទៅដល់ទីតាំងបើកដែរនៅខាងក្រាសាំងនៅជិតរង្វង់មូស្ទឹងបត់ហ្នឹងតែម្ដងហើយពេលយករួចជិះមកវិញនៅតាមផ្លូវឃើញថាគេមួយនោះឡើងតំណងលេងសុទ្ធតែដាក់តាំងយន្តហោះមែនតែនឲ្យមើលទេណាក្នុងចិត្តថ្ងៃក្រោយមានលុយអីចាំមកគេនឹងម្ដងហើយលើកនេះមករៀងឆ្ងាយដែរអញ្ចឹងសម្រាប់ការធ្វើដំណើរទាំងទៅទាំងមកគឺខ្ញុំបានធ្វើការកក់សំបុត្រឡានតាមរយៈ app Redbus ដែលជា app កក់សំបុត្រឡានលំដាប់លេខ1នៅលើពិភពលោកមានភាពងាយស្រួលលឿនរហ័សជាពិសេសគឺសម្បូរ promotion បញ្ចុះតម្លៃជាច្រើនទៀតណាអ្នកនរគ្នាអញ្ចឹងអ្នកដែលឧស្សាហ៍ធ្វើដំណើរទៅមកតាមខេត្តអីហ្នឹងគឺដឹងតែចំណេញហ្មងអញ្ចឹងបន្ទាប់ពី check in និងសម្រាប់ហើយឥឡូវរសៀលដល់ម៉ោងត្រូវចេញដើរទៀតហើយគម្រោងល្ងាចនេះគឺសម្ដៅហ្មងថាទៅផ្សារត្រីទឹកពុះគេនោះឯងអ្នកណាមិនល្បីនៅប៉ោយប៉ែតនោះតែខ្ញុំទៅមកអញ្ចឹងរៀងល្បីជាងគេតិចហើយអញ្ចឹងផ្សារត្រីទឹកពុះគឺនៅជាប់ជាមួយនឹងផ្សារទំនើប Big C ហ្នឹងតែម្ដងហើយគេមានលក់របស់ញ៉ាំច្រើនខ្លាំងមែនតើអ្នកនរគ្នាជាប្រភេទ street food ដែលជាកញ្ចប់អីមកកណោមានគ្រឿងបាយម្ហូបគ្រឿងជ្រក់គ្រឿងអាំងគ្រឿងបំពងផ្លែឈើផ្អែមអីក៏មានដែរហើយដោយ sushi kimbap អីនេះអញ្ចឹងចង់បានមិនក៏មានដែរប្រកែកឆ្នៃហើយនិយាយមែននឹងដាក់ចូលមកខាងក្នុងទៀតក៏ឃើញមានតូបគេលក់កៅអៅអីអញ្ចឹងទៅតែបើអ្នកចង់រកកន្លែងញ៉ាំ buffet ញ៉ាំមុខកថាអីហ្នឹងគឺចូលមកខាងក្នុងទៀតគឺសម្បូរណាស់ឃើញគេលក់ដាច់ណាអ្នកនរគ្នាសំខាន់គេលក់បែប buffet គិតជាគីឡូគិតជាចំនួនមនុស្សអីចឹងក៏មានដែរបើយើងអត់ស្ញ៉ាំច្រើនយកគិតជាគីឡូទៅក៏បានដែរតែ400 500បាតអីទេតែបើញ៉ាំច្រើនចង់គិតជាចំនួនមនុស្សក៏បានដូចហាងដែលខ្ញុំចូលមកអញ្ចឹងគឺគេគិត359បាតនៅក្នុងម្នាក់ហើយហាងក្បែរនោះក៏ប្រហែលគ្នាឬក៏ខ្លះលើគ្នាតិចតួចអីអញ្ចឹងដែរទៅហើយសាច់គេហ្នឹងគឺមានចម្រុះជាមួយគ្រឿងសមុទ្រអីចឹងទៅចង់ញ៉ាំអីចាប់នឹងទៅចាប់តិចអត់តិចចាប់ច្រើនក៏គិតលុយច្រើនអស់តាមនឹងដែរតែដោយសារតែពួកខ្ញុំញ៉ាំអីខ្លះមុនមកផ្សារហ្នឹងដែរអញ្ចឹងក៏យកឈុតគិតគីឡូបានហើយគ្នា3នាក់អស់ព្រោះដោយសារមានមិត្តភក្តិនៅនោះមកចូលរួមជាមួយដែរញ៉ាំហើយក៏អត់មានអីទេក៏ត្រឡប់ទៅបន្ទប់វិញអញ្ចឹងទៅសកម្មភាពពេញមួយថ្ងៃគឺមានតែប៉ុណ្្នឹងទេព្រោះអត់សូវស្គាល់ហើយក៏អត់សូវចង់ដើរច្រើនដែរព្រោះទុកកម្លាំងសម្រាប់ក្រោកទៅរត់ពេលព្រឹកទៀតអញ្ចឹងនេះគឺជាវីដេអូនៃសកម្មភាពបញ្ចប់សម្រាប់ដំណើរកម្សាន្តនៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យទាំងការដើរលេងទាំងការចូលរួមមួយប៉ុណ្ណឹងហើយអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយៗនៅតំបន់ទេសចរណ៍ដទៃទៀតអញ្ចឹងជម្រាបលាអ្នកទាំងអស់គ្នា